បើខ្ញុំមកអាប់ដេតតកតងនឹង tool នេះបន្តិចដោយសារបងប្អូនខ្លះគាត់បានចូលនៅក្នុងក្រុមខ្ញុំហើយគាត់ចង់សិក្សាពីហ្នឹងហើយគាត់សួរអញ្ចឹងណាដោយសារ tool នេះខ្ញុំកំពុងអាប់ដេតជាទូទៅកាលពីលើកមុនដោយសារតែGemini បើ VO3 ហើយនឹង Flow AI វាប្រើ tool នេះគឺខ្ញុំសម្រាប់ទៅសេprompt នេះ prompt នេះចង់និយាយថាបងប្អូនអាចមើលអានេះគឺជាការជ្រើសរើសតួអង្គជាឈ្មោះតួអង្គបងប្អូនចង់ដាក់ខ្លួនឯងក៏បានឬក៏សរសេរខ្លួនឯងក៏បានបាទអានេះមិនប៉ះពាល់ក៏អានេះប៉ះពាល់ក៏បានដែរអានេះគឺការជ្រើសរើស page អញ្ចឹងណាអានេះការសរសេរទីតាំងអត់ទេបងប្អូនអាច select ទីតាំងខ្លួនឯងក៏បានឬក៏អាចទីតាំងជាភាសាអង់គ្លេសទេដែលសារខ្ញុំបានសរសេរជាភាសាខ្មែរអានេះគឺជាអ្វីដែលយើងធ្វើការសន្ទនាអញ្ចឹងបងប្អូនសរសេរសន្ទនាស្អីមកនេះជាឧទាហរណ៍ខ្ញុំសរសេរនេះសួស្ដីបាទខ្ញុំអាចជួយអ្វីបានទេឃើញទេបាទអានេះជា behavior នេះបងប្អូនអាចចង់ឲ្យ AI វាឲ្យ idea ក៏បានដែរនេះរយៈពេលអាចធ្វើ8នាទីបានហើយនេះគឺជាប្រភេទកាមេរ៉ាដែលមានប្រភេទ short ឬក៏ slow អញ្ចឹងណាបាទហើយវាចេញមកវានឹងចេញ generate នៅកន្លែងនេះជាឧទាហរណ៍អាហ្នឹងគឺជាប្រភេទដែលខ្ញុំនិយាយបាទអានេះគឺជាប្រភេទfeature មួយទៀតនេះថា feature វា feature មួយទៀតគឺស្ដាប់លើការសន្ទនានេះឃើញការឈ្មោះ project ទាំងអីគេហើយប្រភេទវីដេអូហ្នឹងជាប្រភេទគេ cinematic ឬក៏អីចឹងណាហើយនេះគឺជាប្រភេទនៃការសន្ទនាវាមាន speaker 1អ្នកនិយាយទី1និយាយទី2ចឹងមកបាទអានេះគឺជាកន្លែងឈ្មោះតួអង្គអាយុនេះនិយាយសន្ទនានេះបាទវាមានទៅលើឈ្មោះវាមានអាយុបាទវាមានភេទវាមានបែបធម្មជាតិឬក៏បែប surprise បែបទុកព្រួយនៅក្នុងហ្នឹងហើយនេះគឺជាឯកសណ្ឋានអាចវាយដូចគ្នាហើយមកខាងនេះក៏ដូចគ្នាក៏វាអត់ខុសគ្នាដែរអានេះទីតាំងបងប្អូនអាចឲ្យ AI ឲ្យ idea ក៏បានដែរឬក៏ទីតាំងនៅណាគឺជាក់ស្ដែងវាយខ្លួនឯងទៅហើយនេះគឺជាប្រភេទការប្រើប្រាស់ទៅលើ transportation ហ្នឹងការធ្វើដំណើរជិះឡានជិះម៉ូតូអីនេះគឺខ្ញុំមាន cyclo មានរម៉កអីក្នុងហ្នឹងហើយបាទនេះទីតាំងអាច select ខ្លួនឯងមានបូកូមានអីហើយអាហ្នឹងអត់ទេវាយខ្លួនឯងទៅដោយសារខ្ញុំ update ឲ្យនាទីអាចដាក់ទៅ8នាទីទៅបើពេលអានេះមានអាវុធមានការប្រើប្រាស់អាវុធគឺខ្ញុំអត់បានដាក់ឲ្យជ្រើសទេហ្នឹងគឺជាការប្រើប្រាស់ទូទៅអញ្ចឹងណាបាទហើយ generate នៅកន្លែងនេះមកវានឹងចេញប្រាប់នៅកន្លែងនេះហើយអានេះតកតង podcast អញ្ចឹង podcast ក៏វាមិនខុសពីគ្នាដែរនេះតកតងយូរបងប្អូនអាចជាអង់គ្លេសមើលទៅតែបើអត់ចេះភាសាអង់គ្លេសទេដោយសារតែខ្ញុំបានវា update ធ្វើជាភាសាខ្មែរទេអានេះ DJ ទេដូចនេះទេហើយអានេះជា tool សម្រាប់ design អានេះ tool សម្រាប់ design ណាឧទាហរណ៍ថាបងប្អូនមាន upload រូបភាពមួយថាឥឡូវខ្ញុំ upload រូបភាពមកឲ្យមួយបាទនេះខ្ញុំ select កន្លែងនេះមកហើយខ្ញុំទៅយករបៀប Prezi មួយអញ្ចឹង Prezi កន្លែងនេះខ្ញុំអាចដាក់ថាអត់និយាយពីការបញ្ចុះតម្លៃទេបាទខ្ញុំនិយាយរៀបរាប់ទៅលើ background ខ្ញុំនិយាយអំពីទៅលើប្រភេទថាឥឡូវខ្ញុំនិយាយពី nature ចុះបាទនេះ nature ហើយអានេះខ្ញុំនិយាយពី hashtag គេខ្ញុំអត់ដាក់ទេវានឹងដាក់ខ្លួនឯងហើយខ្ញុំទំហំយកប៉ុណ្ណឹង HD ខ្ញុំយក Ultra ក៏បាននេះ product style ខ្ញុំអាចយកជាលក្ខណៈ advertising ឬក៏ខ្ញុំអាចជា idea អញ្ចឹងខ្ញុំប៉ុណ្ណឹងខ្ញុំ generate ទៅអានេះគឺជាប្រភេទនៃការធ្វើជារូបភាពផ្សព្វផ្សាយនៅក្នុង design អញ្ចឹងណាអានេះជា tool product ដូចគ្នាដែរអញ្ចឹង tool product ហ្នឹងទីទៀតខ្ញុំនៅពេល generate នេះហើយខ្ញុំនឹងបញ្យល់បងប្អូនតកតងហ្នឹងនៅលើប្រភេទនៃការប្រើប្រាស់សារ tool នេះខ្ញុំ update ច្រើនមែនទែនបាទអានេះគឺផ្នែកសម្ភារបំពាក់អានេះផ្នែកកែរូបអានេះផ្នែកពី text to image អានេះ AI storyboard អានេះជាលក្ខណៈលេង style បែប influencer បាទ personal រូបភាព style អីខ្ញុំអាចដាក់ក្នុងនេះជា presentation design ដែលខ្ញុំទើបតែបង្កើតប៉ុន្តែក៏វាមិនបានល្អដែរបាទរងចាំបន្តិចវានឹងឲ្យវាកំពុង design ទៅលើ visual ហើយវាបង្ហាញរូបភាពមកគឺវាងាយស្រួលក្នុងការផ្សព្វផ្សាយពីមុនមកយើងទៅលើការ design ផ្សេងៗអញ្ចឹងណាបាទអញ្ចឹងខ្ញុំក៏មិនបានថាវាលម្អិតឲ្យទាំងអស់ដែរមេរៀនទាំងអស់ហ្នឹងគឺជាប្រភេទដែលខ្ញុំនឹងឲ្យគំរូមួយដោយសារនេះគឺការបរិញ្ញាបត្រនៅក្នុងថ្នាក់ផ្ទាល់នៅក្នុង online នេះបងប្អូនឃើញនេះអានេះគឺជាប្រភេទទាំងអស់ហ្នឹងហើយដែលខ្ញុំចង់និយាយហ្នឹងគឺបងប្អូនអាច preview មើលបានឃើញនេះ preview ទៅបាទ preview យើងមកបាទខ្ញុំអាចយកគ្រាប់មកបានដែរនេះឃើញអាហ្នឹងគឺជា design ហើយអានេះក៏មិនខុសគ្នាដែរវាស្តៀងគ្នាដែរនេះវាស្តៀងគ្នានឹងដែរអានេះកន្លែងចូលរូបភាពអីយើងមកដូចគ្នាអានេះ select យើងចង់ឲ្យរៀបរាប់ដូចម៉េចឬក៏ទីតាំងម៉េចគឺនៅ select background ខាងក្រោមនេះគឺងាយស្រួលប្រើវាអត់ពិបាកទេប៉ុន្តែនេះគឺខ្ញុំផ្ដោតទៅលើការសេប្រាប់ប៉ុន្តែមួយរយៈនេះ5វាពិបាកទៅសេនឹងការស្គាល់ទៅលើ VO3 ហើយនឹងការ design នៅក្នុងនេះតែខ្ញុំនឹងលម្អិតទាំងអស់ហ្នឹងគឺនិយាយពីហ្នឹងហើយក៏លៀបបំពាក់ដែរអាហ្នឹងគឺជាប្រភេទទាំងអស់ហ្នឹងអញ្ចឹងណាដែលយើងអាចប្រើទៅលើសម្លៀកបំពាក់បាទនេះយើងយកតួអង្គមកហើយអានេះគឺយើងទៅលើនេះរូបភាពសម្លៀកបំពាក់អានេះរូបតួអង្គដែលយើងឲ្យពាក់កៅអៅអីគេដូរកៅអៅអីដើម្បីពាក់កៅអៅនេះហ្នឹងគឺជាប្រភេទនៃការប្រើប្រាស់វាអ
នឹងគឺជាប្រភេទដែលខ្ញុំចង់និយាយពីហ្នឹងអានេះគឺជាផលិតផលដូចនេះស្តៀងនឹង design ដែរបាទនេះពេលនេះគឺរូបភាពឯរូបភាពនឹងការកែរូបភាពតែនេះបាទបងប្អូនអាចកែរូបភាពបាននេះមានថាអក្សរនៅពេលដែលខ្ញុំទៅសេអក្សរមួយហើយខ្ញុំនឹង select ដូចគ្នារូបភាពដូចគ្នាហើយវានឹងចេញ background style background ហើយបន្ទាប់មកវានឹងចេញដូចគ្នារូបភាពផ្សព្វផ្សាយទៅបាទនេះជា AI storyboard ទេ AI storyboard ហ្នឹងគឺការទៅសេសាច់រឿងអានេះគឺជាកន្លែងដែលយើងសេចំណងជើងរឿងអានេះយើងសេសាច់រឿងថាឥឡូវយើងចង់បានរឿងអីគេដំណើរផ្សងព្រេងអីចឹងមកនេះអូខេរឿងរ៉ាវអំពីមនុស្សយន្តដែលបាត់បង់អញ្ចឹងអានេះគឺជា scene 10 scene ឬក៏បាន scene ហ្នឹងហើយប្រភេទ style វីដេអូអីក្នុងនេះហើយបាទនៅក្នុងនោះហើយពី generate ហ្នឹងវានឹងបាន scene នៅទាំងអស់អញ្ចឹងណាឧទាហរណ៍ឥឡូវខ្ញុំចង់និយាយថាខ្ញុំនិយាយពីadventure បាទ adventure អញ្ចឹងទៅឬក៏ខ្ញុំអាចឲ្យ generate AI វា generate ឲ្យខ្ញុំវិញខ្ញុំអត់ដឹងចំណងជើងអីទេវា generate មកវានឹងឲ្យរឿងនេះគេហៅគេ Grand Digo Discover 8ហើយខ្ញុំយកអញ្ចឹងមកហើយនេះគឺជាប្រភេទ idea ទៅលើ storyboard description ខ្ញុំយកហ្នឹងមកវានឹងឲ្យហ្នឹងហើយនេះគឺជាអានេះយកពីបងប្អូនបានហ្នឹងហើយឲ្យយើងមកហ៎ឲ្យឬហើយឬតែសារតែវាជាប្រភេទភាសាអង់គ្លេសអញ្ចឹងបានខ្ញុំចង់បានតែឥឡូវខ្ញុំចង់បានតែពី scene ចុះបាទហើយខ្ញុំប្រភេទ DCD អញ្ចឹងខ្ញុំ generate ទៅវានឹងចេញទៅលើប្រភេទទាំងអស់ហ្នឹងអានេះគឺជារបៀបនៃការប្រើប្រាស់ទៅលើប្រភេទទាំងអស់ហ្នឹងហើយឃើញទេអានឹង tool ហ្នឹងគឺវាជួយខ្ញុំបានច្រើននេះបងប្អូនឃើញអានេះមានថាអានេះគឺជាកន្លែងដែលយើងធ្វើ copy prompt ហើយនឹង dialog ដើម្បីយកទៅដាក់នៅក្នុង VO3 ឬក៏ Flow AI យកមកនេះ copy យកមកអាហ្នឹងគឺជាប្រភេទនៃការប្រើប្រាស់ទៅលើ AI storyboard ចំណែកអា Fluent នេះនៅពេលដែលយើងបានរូបឧទាហរណ៍ឥឡូវខ្ញុំចង់បានរូបភាពមួយខ្ញុំទៅយករូបភាពណាមួយជារូបភាពឧទាហរណ៍ឥឡូវខ្ញុំទៅយករូបភាពខ្ញុំមួយខ្ញុំឧទាហរណ៍ឥឡូវខ្ញុំមានរូបភាពនេះមួយចោះហើយខ្ញុំទៅយក prompt ណាមួយដែលខ្ញុំមានប្រភេទ personal prompt ខ្ញុំមួយឧទាហរណ៍ថាឥឡូវខ្ញុំចង់បាន prompt នេះណា prompt នឹងមានតែខ្ញុំអត់ប្រើ Gemini ឬក៏នៅក្នុង Nano អីទេអញ្ចឹងខ្ញុំបានប៉ុណ្ណឹងឯងខ្ញុំអត់មានអីច្រើនទេអានេះជាកន្លែងការប្រើប្រាស់ទៅលើ background អីអានេះជាប្រភេទ style ទៅលើ social media ទេអញ្ចឹងបងប្អូនគាត់ select ទៅគឺវាទៅហើយហ្នឹងគឺប្រភេទទាំងអស់ហ្នឹងហើយហ្នឹងគឺជាអ្វីដែលយើងចង់បានហើយនេះគឺឯកសណ្ឋាននេះខ្ញុំបានរៀបរាប់ហើយអញ្ចឹង tool នេះវាជួយយើងបើសិនជាសម្រាប់ខ្ញុំវាជួយខ្ញុំបានច្រើនបើសិនជា VO3 វាអត់មានបញ្ហាទៅលើការនិយាយភាសាខ្មែរទេអា tool នេះគឺជួយខ្ញុំបានច្រើនមែនទែនអញ្ចឹងបើសិនជាខ្ញុំផ្នែកផលិតផលនិយាយមួយម៉ាត់គឺផ្នែកផលិតផលគឺ tool នេះគឺជួយខ្ញុំបានច្រើនអានេះគឺជាលក្ខណៈដែល say slogan ឬក៏សុភាសិតដែលខ្ញុំចង់បង្ហោះអញ្ចឹងណាអានេះសម្រាប់អ្នក MMO ហើយនេះសម្រាប់ការលេងសើចទៅលើរូបភាពដែលយើងចង់ធ្វើ style អានេះជា presentation ទេបាទចឹងឲ្យរងចាំមកផ្លែទៅខ្ញុំនឹងបង្ហាញបន្តិចបាទជាទូទៅប្រភេទ tool ទាំងអស់ហ្នឹងវាមានបញ្ហាច្រើនគឺទៅ API ប៉ុន្តែដោយសារ tool នេះខ្ញុំបង្កើតជា email ផងខ្ញុំទេអញ្ចឹងបងប្អូនអាចយកទៅប្រើក៏បានដែរក៏អត់មានបញ្ហាទេខ្ញុំខុស copy link នេះនៅពេលបានវាចេញចេះបងប្អូនឃើញទេនេះវាចេញចឹងឃើញអាហ្នឹងគឺជារូបមួយដែលយើងចង់ថាវាមានភាពតាក់ទាញទៅលើប្រភេទprompt ដែលយើងចង់ណាបាទអាហ្នឹងគឺជាប្រភេទទាំងអស់ហ្នឹងអញ្ចឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេហើយខ្ញុំអត់មានអីទៅនិយាយច្រើនទៅនឹងទេបងប្អូនអាចចូលរួមមើលខ្លួនឯងបើចង់បាន tool នេះអាចតាក់ទងទៅខ្ញុំបាទសម្រាប់ការប្រើ tool នេះបងប្អូនអាចយកទៅប្រើប្រាស់គឺខ្ញុំមានគ្រប់នៅក្នុងនេះបងប្អូនអាចយកមានការសម្រាយរឿងសម្រាយអីគឺនៅក្នុងនឹងដែរបាទសម្រាយរឿងក្នុងនោះគឺខ្ញុំនឹងឲ្យ tool នឹងទាំងអស់គឺតែមួយតែម្ដងបាទអរគុណជួបគ្នាវីដេអូក្រោយ